គឺថាមពលខ្យល់អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញវាពីមុនមកហើយកង្ហារខ្យល់ធំៗដែលទាញយកថាមពលខ្យល់មកបង្វិលទូប៊ីនដើម្បីបង្កើតថាមពលអគ្គិសនីតែអ្នកទាំងអស់គ្នានឹងទេថាតើអីគេដែលធ្វើឲ្យខ្យល់បក់នៅលើផែនដីគឺកម្ដៅដែលធ្វើឲ្យមានភាពខុសគ្នានៃសម្ពាធខ្យល់ក្ដៅភាយទៅលើខ្យល់ត្រជាក់ចុះមកក្រោមហើយខ្យល់ត្រជាក់ហ្នឹងក៏អាចចូលទៅជំនួសកន្លែងខ្យល់ក្ដៅដែលភាយឡើងទៅលើដែរចលនាខ្យល់នេះបង្កើតទៅជាចរន្តខ្យល់បក់ដល់កន្លែងហ្នឹងមានសំណួរសួរមួយទៀតហើយតើអីគេដែលធ្វើឲ្យមានកម្ដៅសាកទីមើលប្រកាសហើយគឺជាព្រះអាទិត្យផ្ដល់កម្ដៅដល់ផែនដីមិនស្មើគ្នាទេវាអាស្រ័យទៅលើទីតាំងនិងពេលវេលាដូចជានៅអេក្វាទ័រឬនៅប៉ូលនៅលើដីឬនៅលើសមុទ្រនិងពេលថ្ងៃឬក៏ពេលយប់ព្រោះអញ្ចឹងហើយលើក្រោយពេលដើរហើយមានអារម្មណ៍ថាខ្យល់បក់មកប៉ះមុខរបស់យើងគួរតែនឹកឃើញថាព្រះអាទិត្យកំពុងផ្លុំខ្យល់ដាក់មុខយើងហើយសរុបមកថាអំពើខ្យល់ហ្នឹងក៏បានមកពីព្រះអាទិត្យដែរគ្រាន់តែឆ្លងកាត់ច្រើនដំណាក់កាលតែប៉ុណ្ណោះបន្ទាប់មកទៀតយើងនិយាយពីវារីអគ្គិសនីដែលប្រើទឹកហូរចូលទៅក្នុងទំនប់ហើយបង្វិលទូប៊ីនដើម្បីបង្កើតថាមពលអគ្គិសនីដល់ហើយនេះយើងមានសំណួរមួយទៀតចុះអីគេដែលធ្វើឲ្យមានចរន្តទឹកហូរយើងដឹងហើយថាទឹកហូរពីលើចុះមកក្រោមពីកន្លែងខ្ពស់ទៅកន្លែងទាបដោយសារទំនាស់ផែនដីចុះយើងមានឆ្ងល់ទេថាចុះអ្នកណាយកទឹកឡើងទៅលើប្រកបណាស់គឺព្រះអាទិត្យទៀតព្រះអាទិត្យកម្ដៅទឹកនៅក្នុងមហាសមុទ្រទន្លេនិងបឹងបួដែលបណ្ដាឲ្យវាហួតឡើងទៅលើคล้ายទៅជាពពកក្រោយមកវាคล้ายទៅជាភ្លៀងធ្លាក់ពីលើភ្នំនិងខ្ពង់រាបនានាហើយត្រៀមខ្លួនរួចជាស្រេចដើម្បីហូរចុះមកវិញពេលវាហូរចុះមកយើងទាញយកថាមពលពីវាដោយទំនប់វារីអគ្គិសនីដូច្នេះពេលដែលអ្នកទាំងអស់គ្នាឃើញទំនប់វារីអគ្គិសនីសូមអរគុណព្រះអាទិត្យផងព្រោះថាព្រះអាទិត្យជាអ្នករែកទឹកឡើងទៅលើភ្នំឲ្យយើង